ទូលទានគ្រឿងសង្វឹងច្រើនតិចអីគឺអាចបំពុលនឹងធ្វើឲ្យបាត់បង់ស្មារតីបាត់បង់ការគិតពីសុខភាពខ្លួនឯងបាត់បង់ការគិតលើបញ្ហាសង្គមអីផ្សេងរហូតដល់ភ្លេចគិតរឿងជាតិរឿងសាសនាទៅទៀតហ្នឹងអញ្ចឹងព្រះអង្គប្រាប់រូបមន្តមកអញ្ចឹងថាឲ្យរក្សាទ្រព្យដែលបានរស់មកហ្នឹងមិនឲ្យចាយវាទៅតាមរយៈអបាយមុខទេហ្នឹងហើយទៅវិញព្រះអង្គប្រាប់ក្បួនចាយវាទៀតសងបំណុលចាស់ចាំមេដាបិតាបលបំណុលថ្មីចិញ្ចឹមគ្រួសារមានបុត្រភរិយាកប់ទៅក្នុងដីធ្វើបន់ធ្វើទានចូលរួមក្នុងពុទ្ធសាសនា